បន្ទាប់ពីយើងគេងពាក់កណ្ដាលខ្លួនទៅលើគោកពាក់កណ្ដាលខ្លួនក្នុងទឹកបានល្អហើយឥឡូវយើងមករៀនលំហាត់គោះជើងបន្ទាប់ទៀតសិនហ្នឹងយើងដាក់ដៃលើចុះកាន់ដៃយើងទៅលើចុះតមកយើងធាក់ជើងយកមកក្រោយជើងមកចាប់ផ្ដើមគោះជើងលើក្រោមយើងតម្រង់ជើងរក្សាដោយលំហាត់ទី3មិញដែរគោះជើងពាក់កណ្ដាលខ្លួនលើគោកពាក់កណ្ដាលខ្លួនក្នុងទឹកមិញដែរណាហាមបត់ជង្គង់កជើងឲ្យត្រង់ហើយបន្ទោខ្លួនហើយចំណុចសំខាន់នៃលំហាត់ហ្នឹងយើងហាមបងខ្លួនឡើងលើចេះពីច្រើនជើងយើងចិត្តតែលិចអត់លឺសំឡេងដោយសារយើងប្លង់ស្មាឡើងលើខាងពេកដល់ពេលអញ្ចឹងទៅជើងយកលឺសំឡេងព្យាយាមតម្លាក់ស្មាចោលទៀតហើយជើងយើងដល់របៀបដែរមកតែបើមិនយើងលើកស្មាខ្លាំងខ្ពស់ពេកធ្វើឲ្យជើងលិចពេញលិចហ៎ទោះបីយើងប្រឹងគោះខ្លាំងមិនក៏ទៅលិចដែរអញ្ចឹងព្យាយាមតម្លាក់ស្មាចោលទៀតហើយមើលទៅមកត្រង់បើស្ទើរជាអ្នកលោជើងអីអត់ទៅចាក់ជើងហើយអាចធ្វើលំហាត់នឹង1នាទី3ដងក៏បានឬក៏4ដងក៏បានដែរព្រោះលំហាត់នឹងសំខាន់ទៅមុខទៀតតែបើឆាប់ចុកជើងអាចធ្វើ30វិនាទីទៅមើលនាឡិកាខ្លួនឯងឬក៏យើងបង្ហាត់យើងអាចធ្វើបានអីទេ